孤单，孤单，好，孤单，把它哀告呢，哀告就是孤单。决定，决定，好，决定把它សម្រេចចិត្ត ，សម្រេចចិត្ត就是决定呢，决定把它សម្រេចចិត្ត。遇到，遇到，好，遇到把它បានជួប，បានជួប就是遇到。សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel មេឃអាន Official នៅថ្ងៃនេះមេឃអាន Official សូមលើកយកមេរៀនថ្មីមួយដែលមានចំណងជើងថា小兔子找朋友小兔子找朋友បាទអញ្ចឹងនៅក្នុងមេរៀនមួយនេះយើងបកប្រែទៅជាភាសាខ្មែរថាកូនទន្សាយស្វែងរកមិត្តភក្តិអញ្ចឹងតើកូនទន្សាយស្វែងរកមិត្តភក្តិគឺស្វែងរកដោយរបៀបណាមុនយើងចូលទៅដល់ការរៀនមេរៀនរបស់យើងទាក់ទងជាមួយកូនទន្សាយស្វែងរកមិត្តភក្តិភេទទី1នេះណាសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដើម្បីពង្រឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីមេឃអាន Official បាទអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនជាមួយអ្នកសិស្សទាំងអស់គ្នាទៅហៅជាបាទ汉语词汇，汉语词汇，好，汉语词汇，如果它别混的偏啥针，别混的偏啥针。从前，从前，好，从前就把它加比门，加比门就是从前。小兔子，小兔子，好，小兔子就把它滚。公等赛呢？公等赛就是小兔子。杰德，杰德啊，杰德，我来就看，就看就是杰德。孤单，孤单，好，孤单，把它哀告呢，哀告就是孤单。决定，决定，好，决定把它សម្រេចចិត្តសម្រេចចិត្ត就是决定呢决定把它សម្រេចចិត្ត遇到遇到遇到把它បានជួបបានជួប就是遇到小乌龟小乌龟 OK 小乌龟把它勾完ដើ勾完ដើ就是小乌龟孝子，孝子啊，孝子把它孝就是孝子，没关系，没关系，好，没关系，把它面បញ្ហា面បញ្ហា就是没关系。慢慢，慢慢，好，慢慢把它ยืด就是慢慢。汉语绘画。汉语绘画啊，汉语绘画就把它加上的那一片沙针，加上的那一片沙针，就是汉语绘画。从前有一只小兔子，它觉得很孤单。一天，小兔子决定去找朋友。从前有一只小兔子，它觉得很孤单。一天，小兔子决定去找朋友。啊，从前把它比门，它比门就是从前。有把它面一只呢每个班小兔子公等仔，它也把它围把它就播散，把它就播散，觉得把它就是它。很把它呢孤单把它哀告。一天ngày mới小兔子公等仔决定把它送来chất去tới找朋友找nó把它rồi nè朋友mất phe找朋友把它rồi mất phe
从前有一只小兔子，它觉得很孤单。一天，小兔子决定去找朋友。កាលពីមុនមានកូនទន្សាយមួយក្បាលវារស់នៅតែម្នាក់ឯងហើយមានអារម្មណ៍ថាឯកោថ្ងៃមួយកូនទន្សាយសម្រេចចិត្តស្វែងរកមិត្តភក្តិ他先遇到了一只小乌龟他先遇到了一只小乌龟ថាមកថាវាប្រើចំពោះសត្វឬក៏វត្ថុណា先មកថាមុនគេជា先遇到នេះមកថាបានជួបលើមកហើយ一只មកថាមួយក្បាលណាមួយក្បាល是一只小乌龟មកថាកូនអណ្ដើក他先遇到了一只小乌龟វាបានឃើញកូនអណ្ដើកមួយក្បាលជាមុន小兔子问你可以做我的朋友吗小兔子问你可以做我的朋友吗好小兔子变成កូនទន្សាយ问把他说你也把他អ្នក那就是你可以把它办就是可以做它ធ្វើ我ខ្ញុំតើរបស់朋友មិត្តភក្តិម៉ាបើថាទេឬដែរទេ小兔子问你可以做我的朋友吗កូនទន្សាយសួរតើអ្នកអាចធ្វើជាមិត្តភក្តិរបស់ខ្ញុំបានទេ小乌龟说当然可以但是我走得很慢小乌龟说当然可以但是我走得很慢小乌龟把它功能的និយាយថាសួរនិយាយថា当然可以ប្រកបជាបាន但是ប៉ុន្តែ我ខ្ញុំ走的ដើរ很慢យឺតណាស់小乌龟说当然可以但是我走得很慢កូនអណ្ដើកនិយាយថាប្រកបជាបានប៉ុន្តែខ្ញុំដើរយឺតណាស់小兔子笑着说没关系我们可以一起慢慢走小兔子笑着说没关系我们可以一起慢慢走好小兔子把它滚蹲在笑着把它烧说你也他没关系គ្មានបញ្ហាទេ我们ពួកយើង可以បើថាបាន一起ជាមួយ慢慢មានយឺតចូលដើរណា慢慢走ដើរយឺតឬក៏ដើរមួយ小兔子笑着说没关系我们可以一起慢慢走កូនទន្សាយសោចហើយនិយាយថាមិនអីទេពួកយើងអាចដើរយឺតជាមួយគ្នា今天我们的课程就先上到这里，谢谢同学们的观看，同学们再见 ，Thank you, goodbye បាទបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងតកតងជាមួយនឹងកូនទន្សាយស្វែងរកមិត្តភក្តិភាគទី1រៀនចប់ត្រឹមតែប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសើក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តលើវីដេអូមួយណាបងប្អូនជួយคลิกទៅលើវីដេអូមួយនោះដើម្បីរៀនបន្តមកទៀតលោកសើសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe และជួយកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពី Main An Official
បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវេលាថ្មីៗក្រោយទៀត